មកហូបថ្ងៃនេះគឺធានាថាប្លែកហ្មងឈ្មោះថាក្រួយស្វឹងជីនរ៉ូធ្លាប់តែមន់ដុតមែនថ្ងៃនេះខ្ញុំមកធ្វើក្រួយដុតម្ដងTôi tiệm មកពីថ្ងៃមុនណាបងប្អូនទៅផ្សារអាស៊ីឃើញគេលក់ក្រួយល្អមែនតែនប៉ុន្តែសម្រាប់នាងខ្ញុំមកក្រួយអាំងក្រួយបំពងខ្ញុំអត់សូវចូលចិត្តទេព្រោះវាក្រៀមអស់ទៅមានអារម្មណ៍ថាអត់មានសាច់ញ៉ាំចឹងហើយក៏សម្រាប់ចិត្តថាធ្វើក្រួយដុតម្ដងចៃដន្យអីនៅសតស្រាជីនរ៉ូម្ដងនៅផ្ទះដែរក៏យកធ្វើក្រួយដុតជីនរ៉ូតែម្ដងទៅការពិតទៅបងប្អូនចង់ប្រើប៊ីយ៉ាប្រើកូកាអីក៏បានដែរដំបូងឡើយយើងប្រឡាក់ក្រួយរបស់យើងទៅមានម្សៅស៊ុបខ្នុរមានប្រេងខ្យងទឹកស៊ីអ៊ីវអីចឹងណាបងប្អូនហើយដាក់ខ្ទះយើងដាក់ប្រេងឆាស្លឹកគ្រៃនៅបាតខ្ទះឬក៏បាតឆ្នាំងបន្តិចទៅហើយយើងដាក់ក្រួយចូលទៅតែម្ដងយើងអត់ទាន់ដាក់ទឹកទេណាពេលបងប្អូនដុតមាន់ក៏ធ្វើដូចគ្នាដែរបងប្អូនយើងប្រែវាឲ្យវាឡើងក្រហមស្អាតសិនចានដែលខ្ញុំប្រឡាក់សាច់ហ្នឹងបងប្អូនយើងចាក់ស្រាជីនរ៉ូចូលទៅឬក៏ទឹកអីដែលបងប្អូនដុតកូកាអីអញ្ចឹងណាច្បល់នឹងចានទៅពួកឲ្យជាតិនៅនឹងចាននឹងឯងហើយក្រួយរបស់យើងឡើងក្រហមចាំយើងចាក់ចូលនិយាយពីមាន់ដុតក្រួយដុតហ្នឹងគ្មានអីឈ្នះស្បៃក្តោបទេបងប្អូនអើយឆ្ងាញ់ណាស់ប៉ុន្តែចាំក្រួយរបស់យើងរៀងខាស់ទឹកអស់សិនណាសល់បន្តិចមកល្មមប៉ុណ្នេះចាំយើងដាក់ទៅប៉ុណ្ណឹងគឺវាផុយល្មមហើយជាតិចូលស្បៃក្តោបល្អបងប្អូនគ្របទុកចោលបន្តិចទៅហើយបងប្អូនអ្នកញ៉ាំមិនភ័យខ្លាចស្វឹងទេទោះបីយើងដាក់ស្រាចូលក៏ដោយដែរដោយសារតែពេលដែលវាពុះជាតិអាល់កុលហ្នឹងគឺហើរចេញអស់ហើយប៉ុន្តែបងប្អូនបើអត់ចង់ប្រើស្រាដាក់ទឹកដូងដាក់អីក៏បានដែរដូចខ្ញុំបញ្ជាក់ចឹងខ្ញុំសល់ស្រាម្ដងនៅផ្ទះហ្នឹងចង់4 5ខែហើយពេញឲ្យបងថ្លៃតាំងពីខែ2ដល់ពេលឥឡូវនៅសល់ម្ដងហ្នឹងក៏សម្រាប់ចិត្តថាយកមកធ្វើម្ហូបទៅហើយគ្រឿងដុតអញ្ចឹងគ្មានអីឈ្នះបន្លែស្រស់ៗទេប៉ុន្តែខ្ញុំនៅនេះអត់សូវសម្បូរអញ្ចឹងមានតែស្បៃក្តោបការ៉ុតតសក់ដូចជាសណ្តែកគួរហើយនឹងជីតែបងប្អូនមានអីអាចដាក់នឹងបានបន្ទាប់ជាមួយស្បៃក្តោបអីហ្នឹងស្រស់ស្រួយក៏ឆ្ងាញ់ម្យ៉ាងដែរបើនិយាយពីទឹកជ្រលក់វិញខ្ញុំប្រើជាមួយទឹកម្រេចមាននៅផ្ទះជាប់រហូតដោយសារបងម៉ៃចូលចិត្តហើយមួយមុខទៀតគឺប្រហុកច្រាំប្រហុកឆៅយើងហ្នឹងបងប្អូនចង់ញ៉ាំមួយទឹកត្រីកោះកុងក៏បានដែរអត់សូវរើសទេក្រួយរបស់យើងទឹកខាស់ទឹកអស់គឺឆ្អិនហើយបងប្អូនម្ហូបរបស់យើងថ្ងៃនេះហើយថាមើលបងប្អូនក្រួយស្វឹងជីនរ៉ូរបស់នាងខ្ញុំនេះតំណងដែរអត់អ្នកដែលចូលចិត្តសាច់ពេញអីគឺត្រូវចិត្តហើយព្រោះអីអត់មានក្រៀមអត់បាត់សាច់តាណាទេនៅសាច់ពេញបឹបក្រួយដុតក្រួយដុតក្រួយស្វឹងជីនរ៉ូTôi tiệm បងប្អូនធ្លាប់តែក្រួយបំពងក្រួយអីវាក្រៀមទៅអស់សាច់អាចក្រួយដុតបានព្រោះសាច់វានៅល្អនៅទន់ហ្មងមកផ្លោញ៉ៃមិនឆ្ងាញ់ផ្លែអូយសាច់គេនៅទន់ល្អមែនតើខ្ញុំធម្មតាខ្ញុំអត់ចូលចិត្តក្រួយទេបងប្អូនព្រោះមានអារម្មណ៍ថាវាទូចហ្មងអញ្ចឹងទៅវាអត់សូវមានសាច់ចឹងដល់ពេលអាំងដល់ពេលអីទៅវាក្រៀមអស់លេងអត់មានសាច់ទេដល់ពេលដុតចឹងទៅវានៅមានសាច់មានជាតិហើយវានៅទន់ណាអែមណាស់ជ្រលក់ប្រហុកដូចខ្ញុំក៏បានខ្ញុំជ្រលក់ប្រហុកឆៅមកម៉ែល្បាយមានពេលច្រើនគេចូលចិត្តញ៉ាំក្រួយអាំងអត់សូវញ៉ាំក្រួយដុតទេប៉ុន្តែម៉ូម៉ូអត់ចូលចិត្តអាំងព្រោះវាក្រៀមទៅម៉ូម៉ូមានអារម្មណ៍ថាវាអស់សាច់វាអត់មានអីញ៉ាំទៅម៉ូម៉ូក៏ឆ្នៃដែរឃើញគេលក់ក្រួយល្អយើងទៅកន្លែងហាត់ប្រាណឃើញចឹងទៅចង់សាក់យកមកដុតម្ដងតែដុតឆ្ងាញ់មែនបងប្អូនអើយមាន់សាក់ទាចូលចិត្តសាក់មាន់ជាងប៉ុន្តែក្រួយរសជាតិវាស្មានស្តៀងសាច់ទាហ្នឹងប៉ុនផ្លូវមាន់ក្រួយចឹងបងប្អូនបើចង់ផ្លែចង់សាកអាចសាកបានជាមួយនឹងក្រួយដុតហើយសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំច្រើននៅតែចង់បានរាងស្អាតក្បាលពោះរៀបស្មើអីខ្ញុំសូមណែនាំជាមួយនឹងអាចកំបាំងរបស់ខ្ញុំយប់ឡើងឲ្យថ្ងៃណាមានអារម្មណ៍ខ្លួនឯងញ៉ាំច្រើនគឺខ្ញុំអត់ដែលចោលទេជាមួយនឹង Darila Fiber ចូលចិត្តធ្វើម្ហូបចូលចិត្តកែច្នៃចូលចិត្តញ៉ាំដូចខ្ញុំនឹងបើអត់មានរបស់ជំនួយទេរាងអត់មានប៉ុណ្ណឹងទេ Darila Fiber នេះមកកញ្ចប់យើងដាក់ជាមួយទឹក250 ml បងប្អូនកូរចូលគ្នាឲ្យសព្វហើយញ៉ាំទៅព្រឹកឡើងគឺជួយសម្រួលដល់ការបន្ទោបង់របស់យើងជាពិសេសបងប្អូនអ៊ំដែលមានបញ្ហាពិបាកក្នុងការបន្ទោបង់អត់បន្ទោបង់ទៀងទាត់អីមកកញ្ចប់នឹងហើយគឺគេងលក់ស្រួលរសជាតិវិញឆ្ងាញ់ព្រឹកឡើងអត់មានឈឺពោះចុកពោះអីទេប៉ុន្តែសម្រួលដល់ការបន្ទោបង់របស់យើងឲ្យយើងបន្ទោបង់មកវិញអស់អញ្ចឹងហើយអត់មានក្បាលពោះទេក្បាលពោះរៀបស្មើបងប្អូននឹងស្រាប់ហើយតែយើងអត់បន្ទោបង់ទៀងទាត់គឺអត់ស្រួលខ្លួនទេស្បែកយើងអីក៏អត់ស្អាតដែរដូច្នេះហើយ Darila Fiber នឹងក្រៅពីជួយថែរាងរបស់យើងគឺជួយសម្រួលដល់ការបន្ទោបង់ជួយឲ្យស្បែករបស់យើងភ្លឺថ្លាពីខាងក្នុងរសជាតិឆ្ងាញ់ហើយងាយស្រួលញ៉ាំនឹងឯងបងប្អូនកាន់តែពិសេសទៀតទិញ Darila Fiber ឥឡូវបើកប្រអប់មកមានឱកាសឆ្នាំរង្វាន់ភ្លាមមកបងប្អូនដែលមានទឹកប្រាក់ចាប់ពី$5,000រហូតដល់$1,000ហើយក៏មានដូចជារង្វាន់ខ្សែកមាសហើយនៅម៉ូតូផងដែរអញ្ចឹងកុំភ្លេចទាំងអស់គ្នាជាមួយ Darila Fiber